ត្រឡប់មកវិញនៅបន្តិចទៀតនេះប្រិមិត្តបានជ្រាបនៅកិច្ចសម្ភាសន៍មួយជាមួយនឹងបណ្ឌិតច្បាប់ពីសហរដ្ឋអាមេរិកដែលលោកធ្វើការវិភាគតាក់ទងទៅនឹងបញ្ហាប្រាសាទព្រះវិហារផ្នែកផ្លូវច្បាប់ក៏ដូចជានយោបាយមួយចំនួនដែលជាយន្តការបន្តនៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាពិសេសទៅលើប្រាសាទព្រះវិហារថ្មីនេះគឺនៅក្នុងជំនួបជាមួយអតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជាលោកអ៊ីម៉ាហ្កាវ៉ាយូគីអូគឺលោកបានថ្លែងប្រាប់សម្ដេចតេជោហ៊ុនសែនគឺលោកបានគាំទ្រប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិហើយច្បាស់ណាស់តាមសាលដីកាតុលាការក្រុងឡាអេឆ្នាំ1962ប្រាសាទព្រះវិហារគឺជាសម្បត្តិរបស់កម្ពុជាគឺជាម្ចាស់នៃប្រាសាទព្រះវិហារហើយប្រាសាទនេះស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជានេះជាសញ្ញាណមួយទៀតនៅក្នុងយុទ្ធសាស្ត្រនយោបាយរបស់កម្ពុជាដែលយើងឃើញថាកន្លងមកបានបំបែកនៅកញ្ចប់នៃយន្តការទ្វេភាគីហើយបានបន្តយន្តការពហុភាគីដែលកម្ពុជាបានបន្តទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបន្តទៅសហគមន៍អាស៊ានទៅអង្គការ UNESCO ហើយថ្មីនេះបានអញ្ជើញសេនានុព័ន្ធយោធាបរទេសដើម្បីទៅពិនិត្យប្រាសាទព្រះវិហារដែលជាការពិនិត្យហើយក៏ដូចជាការផ្ញើសារយ៉ាងសំខាន់មួយទៅកាន់ពិភពលោកហើយថ្មីនេះនាយករដ្ឋមន្ត្រីឡាវក៏បានសម្ដែងការគាំទ្រចំពោះកម្ពុជាហើយបន្តទៅទៀតនេះគឺជប៉ុនហើយសហគមន៍សហភាពអឺរ៉ុបក៏បានសម្ដែងភាពវិជ្ជមានទៅលើបញ្ហាដែលកម្ពុជាស្នើឡើងនេះដែរត្រឡប់មកវិញគឺយើងចង់ស្ដាប់អំពីការវិភាគមួយរបស់អ្នកច្បាប់សហរដ្ឋអាមេរិកគឺលោក John Choudhury បាទលោកគឺជាសាស្ត្រាចារ្យច្បាប់នៅឯសាកលវិទ្យាល័យ Michigan របស់សហរដ្ឋអាមេរិកហើយលោកក៏ជាទីប្រឹក្សាផ្នែកច្បាប់របស់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលស្រាវជ្រាវអំពីអក្រិតកម្មរបស់ខ្មែរក្រហមលោកបានធ្វើកិច្ចការជាច្រើននៅក្នុងប្រទេសកម្ពុជាឥឡូវនេះលោកមុននេះបន្តិចលោកបានអញ្ជើញទៅកាន់ខេត្តព្រះវិហារទៅកាន់ប្រាសាទព្រះវិហារដើម្បីពិនិត្យមើលការខូចខាតដូចគ្នាហើយលោកជាអ្នកច្បាប់លោកបានវិភាគតាមអង្គហេតុនៃច្បាប់ក៏ដូចជាការយល់ឃើញផ្នែកនយោបាយច្បាប់របស់លោកជុំវិញបញ្ហាប្រាសាទព្រះវិហារដែលលោកបានផ្ដល់កិច្ចសម្ភាសមកដល់បណ្ដាញទូតកម្ពុជា CN ដែលយើងសូមបង្ហាញជូននៅខ្លឹមសារនៃកិច្ចសម្ភាសទាំងស្រុងនេះដូចតទៅបាទ First of all, thank you very much for having me. And secondly, yes, I did visit Preah Vihear Temple a few days ago. បាទជាដំបូងបាទសូមអរគុណដែលអនុញ្ញាតឲ្យខ្ញុំបានចូលរួមនៅក្នុងប្រវត្តិសម្ភាសន៍នេះហើយបាទខ្ញុំពិតជាបានទៅកាន់ប្រាសាទព្រះវិហារមែនបាទ I saw evidence of many rocket-propelled grenades, small craters around the temple, and marks that appeared to be the results of bullets and shrapnel around the temple complex. បាទខ្ញុំមានឃើញស្លាកស្នាមហើយមានសំណល់គ្រាប់បាទសំណល់គ្រាប់បេគ្រាប់ប្រកែកហ្នឹងហើយនឹងស្លាកស្នាមដែលនៅសល់ដែលដោយសារគ្រាប់កំភ្លើងនៅសល់នៅលើថ្មប្រាសាទ You asked me if I saw serious damage, and my answer is that any damage of that kind to a temple that I consider to be a World Heritage Site is very serious indeed. បាទលោកសួរខ្ញុំថាតើស្លាកស្នាមទាំងអស់ហ្នឹងគឺជាការខូចខាតធ្ងន់ធ្ងរដែរទេបាទប៉ុន្តែចំពោះខ្ញុំចម្លើយរបស់ខ្ញុំហ្នឹងគឺថាប្រាសាទព្រះវិហារនេះគឺជាគេបេតិកភណ្ឌពិភពលោកបាទអញ្ចឹងការខូចខាតក្នុងຂະຫນាតបែបហ្នឹងគឺខ្ញុំគិតថាគឺជារឿងធ្ងន់ធ្ងរមែនទែន Insofar as we agree that the 1962 International Court of Justice opinion represents international law on the subject, then most of the temple complex that I observed falls into Cambodian territory. បាទគិតពីសារក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិកាលពីឆ្នាំ1962បាទយើងគិតច្បាស់ហើយគឺថាប្រាសាទព្រះវិហារគឺជាស្ថិតនៅក្នុងអធិបតេយ្យភាពរបស់កម្ពុជា To the extent that attacks occurred on Cambodian soil by Thai forces, and to the extent that those attacks were not a result of self-defense and were unprovoked, then yes, I would say that there is a good case that they violate international law. បាទអញ្ចឹងប្រសិនបើយើងពិនិត្យមើលថាការបាញ់ការផ្តក់គ្រាប់ផ្លោងនេះប្រសិនបើមិនមែនជាការការពារខ្លួនរបស់ភាគីខាងទ័ពថៃឬក៏មិនមែនដោយសារថាខាងទ័ពកម្ពុជាយើងជាអ្នកវាយប្រហារមុនអីអញ្ចឹងបាទអញ្ចឹងក្នុងលក្ខខណ្ឌបែបហ្នឹងហើយការបង្កការខូចខាតបែបនេះមកលើប្រាសាទគឺជាការរំលោភទៅលើច្បាប់អន្តរជាតិ It appears to me that the conflict over Preah Vihear has indeed
generated a sense of unity among Cambodians. បាទមើលសម្រាប់ខ្ញុំហាក់ដូចជាច្បាស់ណាស់ថាចំនួននៅតំបន់ប្រាសាទព្រះវិហារនេះហាក់ដូចជានាំនៅសាមគ្គីភាពនៅក្នុងប្រទេសកម្ពុជា In fact, in some respect, we can say that the Thai government's actions have been a favor to the Hun Sen government because Cambodians in general, and even opposition parties, have become unified behind the Prime Minister's approach to the dispute. បាទយើងគិតមើលពីសកម្មភាពរបស់រដ្ឋាភិបាលប្រទេសថៃវិញហាក់ដូចជាមានផលប្រយោជន៍មកដល់រដ្ឋាភិបាលរបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនពីព្រោះថារឿងនេះហាក់ដូចជាធ្វើឲ្យកម្ពុជាមានសាមគ្គីភាពមែនទែន Perhaps most interestingly, we can see a degree of reconciliation between former Khmer Rouge and the remainder of the Cambodian population. បាទហើយស្អីមួយដែលយើងគួរតែពិនិត្យមើលនោះគឺយើងឃើញថាហាក់ដូចជាមានការផ្សះផ្សាររវាងអតីតទាហានយោធាខ្មែរក្រហមជាមួយនឹងប្រជាពលរដ្ឋយើងនៅទូទាំងប្រទេស My colleagues and I visited Anlong Veng and then were shown around the temple complex by troops who were former Khmer Rouge members. បាទហើយខ្ញុំហើយនឹងសហការីរបស់ខ្ញុំបានទៅលង្វែងហើយយើងបានទៅមើលប្រាសាទព្រះវិហារហើយយើងមានអ្នកដែលនាំយើងដើរមើលនៅតំបន់ប្រាសាទព្រះវិហារហ្នឹងគឺជាអតីតទាហានខ្មែរក្រហមទៅទៀតបាទ They told us over and over again how proud they were to be defending Cambodia, not defending Khmer Rouge interests, but defending Cambodian interests against what they perceived as Thai aggression. បាទហើយអ្នកដែលនាំយើងដើរមើលនៅតំបន់ប្រាសាទព្រះវិហារហ្នឹងគាត់គឺមានមោទនភាពមែនទែនដែលគាត់នៅពេលនេះការពារផលប្រយោជន៍ការពារអធិបតេយ្យភាពរបស់កម្ពុជាមិនមែនការពារផលប្រយោជន៍ឲ្យខ្មែរក្រហមទៀតទេប៉ុន្តែការពារផលប្រយោជន៍ការពារអធិបតេយ្យភាពរបស់កម្ពុជាពួកគេហាក់ដូចជាមានមោទនភាពមែនទែន In fact, when I arrived at the temple complex, one of the former Khmer Rouge soldiers pointed to a sign that said, "I am proud to be born a Khmer." បាទហើយការពិតទៅនៅពេលដែលយើងទៅដល់ប្រាសាទដំបងបាទអតីតទាហានខ្មែរក្រហមម្នាក់គាត់បានចង្អុលទៅមានផ្លាកសញ្ញាមួយដែលនិយាយថាខ្ញុំមានមោទនភាពដែលបានកើតទៅជាខ្មែរ So as far as their identity is concerned, the Khmer Rouge seem happy to drop the rouge and focus on their identity as Khmer, which is a big issue from the government's perspective and a type of reconciliation. បាទហើយបើយើងពិនិត្យមើលអំពីអត្តសញ្ញាណរបស់ក្រុមខ្មែរក្រហមនេះវិញយើងឃើញថាក្រុមនេះបានបោះចោលហើយនៅពាក្យថាក្រហមហ្នឹងហើយនៅសល់តែពាក្យថាខ្មែរទេអញ្ចឹងវាមានន័យថានេះគឺជាផលប្រយោជន៍មួយគឺជាមានតម្លៃជាការផ្សះផ្សាជាតិមួយសម្រាប់កម្ពុជា I don't think that either government has a particularly rational incentive to engage in a larger war around the Preah Vihear temple. តាមយោបល់របស់ខ្ញុំមើលមិនឃើញអំពីមូលហេតុឬក៏បុព្វហេតុដែលនាំឲ្យរដ្ឋាភិបាលទាំងពីរត្រូវធ្វើសង្គ្រាមមួយដែលមានខ្នាតធំជាងនេះនោះទេបាទ From the Thai perspective, despite having a large military advantage in terms of technology and number of troops, the political consequences of escalating the war would quite possibly be serious. បាទចំណែកឯខាងបើពិនិត្យមើលពីខាងថៃមកវិញបាទបើទោះបីជាខាងថៃនឹងមានចំនួនទ័ពច្រើនជាងមានសពាវុធនឹងហាក់ដូចជាទំនើបជាងប៉ុន្តែការធ្វើសង្គ្រាមធ្ងន់ធ្ងរអាចធ្វើឲ្យមានផលវិបាកខ្លាំងផលវិបាកធ្ងន់ធ្ងរដែរផ្នែកនយោបាយនៅក្នុងស្រុកថៃ ASEAN has strong norms, as you know, of non-interference in sovereign territory and also peaceful dispute resolution. The same principles would apply at a broader Asian regional level or at the United Nations. បាទអាស៊ានសមាគមអាស៊ានគឺមានគោលការណ៍មួយគឺថាមិនលូកដៃចូលទៅក្នុងរឿងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដែលជាសមាជិកខ្លួននោះទេហើយសមាគមអាស៊ានក៏មានគោលជំហរមួយគឺថាត្រូវតែដោះស្រាយចំនួនដោយសន្តិវិធីអញ្ចឹងយើងថាគោលការណ៍នេះគឺនឹងត្រូវយកមកអនុវត្តហើយនៅក្នុងចំនួនទាំងឡាយដែលកើតឡើងនៅតំបន់នៅអាស៊ីហើយមានន័យថានៅក្នុងទ្វីបអាស៊ីទាំងមូលទៀតផងមិនត្រឹមតែសមាគមអាស៊ាននឹងទេបាទ